ដល់ហើយមកដល់ហើយនេះជាប្រាសាទមេបុណ្យក្នុងរង្វង់វងធំក្នុងតំបន់វងធំគឺប្រាសាទមេបុណ្យស្តៀងនឹងប្រាសាទប្រែរូបដែរចាមានដើមឈើខ្ពស់មុខចាហើយដើមឈើផ្សេងទៀតបានឡើងចូលទៅក្នុងព្រោះដល់ម៉ោងបាយហើយអត់សូវមានភ្ញៀវមួយដែរពីក្រោមដើមឈើហើយមានកៅអីដាក់ឲ្យសម្រាប់ភ្ញៀវអង្គុយឃើញថតខំរត់មកចូលតែគេថាគេមិនដឹងថាប្តីតែមិនដឹងថាប្តីតែឲ្យថតទេថតពិតប្រកបអត់ចង់ថតទេដល់ពេលឃើញគេថតនេះតែគេមិនដឹងថាប្តីមកដល់ប្រាសាទមួយទៀតហើយគឺប្រាសាទខែរូបស្ទៀងជាមួយប្រាសាទមេបុណ្យមិនដែរហើយខែរូបស្អាតជុំវិញប្រាសាទចំណុចច្រើនហើយមានផ្សេង
ទស្សនាប្រាសាទផ្សេងបន្តទៀតដូចជាប្រាសាទតាព្រំប្រាសាទតាកែវនៅរង្វង់វងតូចដូចថាមកព្រឹកអញ្ចឹងគេដើរក្នុងរង្វង់វងធំហើយគេញ៉ាំបាយនៅស្រះស្រង់ហើយបានគេទៅមើលប្រាសាទបន្តទៀតកុំឲ្យពិបាកទៅខេត្តវិញចឹងហើយអ្នកនៅស្រះស្រង់របស់យើងមានប្រាសាទនៅកណ្ដាលដោយសារក្នុងចុងខែ5នេះមានភ្លៀងធ្លាក់ហើយស្មៅភាពជ័យ